ជំរាបសួរស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកប្រាប់ពីរបៀបAirDrop បទជំនាញចូលទៅកាន់ MacBook របស់យើងជំនាញដំបូងអ្នកនរនេះចូលទៅកាន់ពាក្យ Go ឡើងនេះណាបន្ទាប់មកនៅឃើញពាក្យថា AirDrop នេះកន្លែងនេះយើងចុចបើកវាមកបន្តមកទៀតវានឹងបង្ហាញផ្ទាំងសបែបនេះចឹងកន្លែងនេះយើងឃើញពាក្យ No One ចឹងយើង select មក Everyone មកអ្នកនរនេះបន្តមកយើងចូលទៅកាន់ទូរស័ព្ទរបស់យើងចឹងជំនាញរបស់យើង download មកទុកទៅក្នុង document ឬក៏ទុកកន្លែងណាក៏បានដែរអ្នកនរតាមចំណង់ចំណូលចិត្តទេចឹងយើងបើកទូរស័ព្ទរបស់យើងមកឃើញពាក្យ like នេះ tray 3 លើខមជំនាញបន្តមកឃើញពាក្យ share នេះចុច like share ហ្នឹងមកបន្តមកនឹងឃើញពាក្យថា AirDrop ហើយនេះចឹងចុចមកបន្តមកឃើញឈ្មោះ MacBook របស់យើងហើយយើងចុចមកបន្តមកចុច accept កន្លែងនេះចឹងជំនាញរបស់យើងមិននឹង load ចូល like ផ្ទាំង download ឡើងនេះចឹងយើងចាប់ផ្ដើមទីវាទៅខាងក្រៅមកហ្នឹងតាមចំណង់ចំណូលចិត្តអ្នកនរគ្នាចង់ទុកនៅហ្នឹងក៏បានដែរចឹងយើងបង្កើត folder មកដាក់ឈ្មោះវាទៅអញ្ចឹងខ្ញុំចង់ដាក់ឈ្មោះហ្នឹងយើងដាក់អីក៏បានដែរយើងតែគាត់ណាឥឡូវខ្ញុំចង់ដាក់ឈ្មោះថា music AirDrop អីចឹងទៅស្រួលយើងចំណាំអញ្ចឹងណាបន្តមកយើងទាញបទចម្រៀងដែលយើងទាញដាក់ខាងក្រៅវិញចូលទៅក្នុង folder ហ្នឹងរបស់យើងទៅប៉ុណ្ណឹងអ្នកនេះឬរាល់ជាការស្រេចអញ្ចឹងចម្រៀងទី2ចម្រៀងទី2យើងធ្វើចឹងដូចគ្នាឃើញពាក្យ tray 3ហ្នឹងមកទៅ share ទៀតមកបន្តមកជាពាក្យ AirDrop ដូចគ្នាអញ្ចឹងឃើញឈ្មោះ MacBook របស់យើងហើយយើងចុច accept ដូចគ្នាមកតមកឃើញពាក្យជំនាញ like download យើងចាប់ផ្ដើមទាញវាយកទៅដាក់នៅក្នុង folder ហ្នឹងតែម្ដងបន្តមកទៀតផ្ទាំងសហ្នឹងយើងខ្វែងវាចោលទៅយើងបិទវាចោលទៅយើងចាប់បាត់ហើយអញ្ចឹងយើងចាប់ផ្ដើមបើកកម្មវិធីស្រាតោរបស់យើងមកយើងសម្រាប់យើងដាក់ជំនាញចូលទៅកាន់ក្នុងកម្មវិធីស្រាតោអ្នកនរគ្នាអញ្ចឹងយើងបើកវាមករងចាំវាបន្តិចទៅវាចេញមកឲ្យយើងហើយអញ្ចឹងអ្នកនេះចេញមកហើយបន្តមកអ្នកនរគ្នាឃើញកន្លែងនេះអញ្ចឹងយើង scroll វាទៅក្រោមមកអស់មកបន្ទាប់មកយើងពង្រួមវាទូទៅទីមកខាងស្ដាំមកដើម្បីរក folder របស់យើងមិញយើងទីមកខាងនេះស្រួលដៃរបស់យើងចាប់ផ្ដើមទីកន្លែងនេះយើង scroll វាមកក្រោមអស់យើងទីវាតម្លាក់ចូលទៅក្នុងប្រអប់ហ្នឹងមកនេះអត់ចូលយើងទីភាសាទៀតទៅតែប៉ុណ្ណឹងចូលឲ្យយើងចូលទៅឆែកជំនាញនៅក្នុងហ្នឹងទៅដាក់ជំនាញ play មកតែប៉ុណ្ណឹងបានអ្នកនរគ្នាអញ្ចឹងពិធី AirDrop គឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ